ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីនៅរដ្ឋធានីប៉េកាំងសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី14ខែតុលាឆ្នាំ2025បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមចៅលើកជីប្រធានគណៈកម្មាធិការចិនត្រៃនៃសភាតំណាងប្រជាជនចិនសម្ដេចរដ្ឋសភាទីការធិបតីខុនសូដារីបានចូលរួមអបអរសាទរមិត្តចិនដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បកកុម្មុយនីសចិនដែលមានប្រធានាធិបតីស៊ីជីនពីងជាស្នូលដែលសម្រេចបានគោលដៅ100ឆ្នាំទី1នៅឆ្នាំ2021សម្ដេចប្រធានរដ្ឋសភាមានសន្តិភាពនិយមថាមិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ2025នេះនិងគោលដៅ100ឆ្នាំទី2នៅឆ្នាំ2049ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿងខ្លាំងក្លាវប្បធម៌ជឿនលឿននិងសុខដុមរមនាសម្ដេចបានបញ្ជាក់ថាជោគជ័យរបស់មិត្តចិនក៏ដូចជាជោគជ័យរបស់កម្ពុជាសន្តិសុខរបស់កម្ពុជាជាសន្តិសុខរបស់ចិនសន្តិសុខរបស់ចិនជាសន្តិសុខរបស់កម្ពុជាសម្ដេចរដ្ឋសភាទីការធិបតីខុនសូដារីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាព្រមទាំងបានគូបញ្ជាក់ថាជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងសង្គមប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយកម្ពុជាឲ្យមានឯករាជ្យនយោបាយនិងស្មើមុខស្មើមាត់លើឆាកអន្តរជាតិឯកឧត្តមចៅលើកជីបានអបអរសាទរនឹងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាហើយបានចាត់ទុកថាការរីកចម្រើនរបស់កម្ពុជាក៏ជាការរីកចម្រើនរបស់មិត្តចិនដែរឯកឧត្តមប្រធានសភាតំណាងប្រជាជនចិនបានលើកឡើងនូវចំណុចគន្លឹះមួយចំនួនក្នុងការលើកកម្ពស់មិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរប្រកបដោយទំនុកចិត្តរក្សាទំនុកចិត្តជាយុទ្ធសាស្ត្រនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរឯកឧត្តមចៅលើកជីបានគូបញ្ជាក់ថាចិនបានគាំទ្រនិងជំរុញគម្រោងព្រៃជីកហ្វូណនរបស់កម្ពុជាគម្រោងផ្លូវដែកនិងផ្លូវល្បឿនលឿនព្រមទាំងការអភិវឌ្ឍវិស័យសូឡានៅកម្ពុជាភាគីចិនរីករាយនឹងសហការជាមួយកម្ពុជានៅគំនិតព្រួយផ្ដើមផ្សេងៗរបស់ចិនរួមមានគំនិតព្រួយផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ BRI គំនិតព្រួយផ្ដើមអភិវឌ្ឍសកល GDI គំនិតព្រួយផ្ដើមសន្តិសុខសកល GSI គំនិតព្រួយផ្ដើមអរិយធម៌សកល GCI ជាពិសេសគំនិតព្រួយផ្ដើមអភិបាលកិច្ច AI សកល Global AI Governance Initiative និងគំនិតព្រួយផ្ដើមក្នុងក្របខ័ណ្ឌអាស៊ាននិងកិច្ចសហប្រតិបត្តិការត្បូងត្បូងដើម្បីផលប្រយោជន៍រួមសម្ដេចរដ្ឋសភាទីការធិបតីខុនសូដារីបានបង្ហាញក្តីរីករាយក្រៃលែងដោយឃើញប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវិវត្តជាវិជ្ជមានប្រកបដោយផ្លែផ្កាជាលំដាប់ដែលបង្ហាញពីភាពរឹងមាំថិតថេរនៃមិត្តភាពដៃថែបដោយផ្អែកលើការទុកចិត្តគ្នាការគោរពគ្នាការយោគយល់គ្នានិងការផ្ដល់ប្រយោជន៍រួមដោយយកប្រជាជនជាស្នូលឋានៈដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានវាតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដៃថែបកម្ពុជាចិនបើទោះបីជាពិភពលោកបាននឹងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកលយ៉ាងណាក៏ដោយក៏ទំនាក់ទំនងដៃថែបនៃប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់និងត្រូវបានបន្តពូនជ្រុំថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយរួមមានសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកប្រធានាធិបតីស៊ីជីនពីង